ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំបាទឈ្មោះធីរ៉ាជាអ្នកជួយសង្គ្រោះសត្វអនាថាដែលមាន page ឈ្មោះថា Stray Animal Rescue ឥឡូវនេះសញ្ញាប់កូនដែលបាក់ថ្គាមគឺគាត់បានវះកាត់ថ្គាមតបជាប់វិញដោយបានជោគជ័យហើយគាត់ឥឡូវនេះស្ថានភាពរបស់គាត់គឺ 100% អាចចេញពីពេទ្យបានហើយអាចត្រឡប់ទៅផ្ទះវិញហើយបងប្អូនអាចមើលបានគឺឥឡូវនេះគឺគាត់ញ៉ាំបានឯបានតាពីបានគឺមុខស្រស់ស្អាតគឺស្រស់បោះស្រស់សង្ហាមែនតើបងប្អូនហើយអញ្ចឹងសញ្ញាប់តែជាបន្តិចទៀតគឺខ្ញុំនឹងរៀបចំកាត់គាត់យកទៅកន្លែងគាត់នឹងជួបជុំគ្រួសាររបស់គាត់វិញហើយបងប្អូនហើយបងប្អូនដែលមើលបានគឺអាចខំពេទ្យបានធម្មតាបងប្អូនហើយបន្តិចទៀតខ្ញុំដាក់ថ្នាំចៃឲ្យគាត់ទៀតហើយបានចាក់វ៉ាក់សាំងហើយបានគ្រាវគាត់រួចហើយបងប្អូនអញ្ចឹងគាត់នេះវ៉ាក់សាំងលើកទី1ហើយខែក្រោយវ៉ាក់សាំងលើកទី2ឬក៏បងប្អូនអញ្ចឹងក៏អរគុណបងប្អូនទាំងគ្នាដែលបានចូលរួមជាផ្នែកការជួយគុណនេះហើយបានតន់ពេលវេលាហើយក៏អរគុណទៅដល់ខាងពេទ្យ Witcare ដែលការយកចិត្តទុកដាក់ទៅលើការវះកាត់និងព្យាបាលរបស់ទៅលើបញ្ហារបស់គាត់នេះអញ្ចឹងពេលខ្ញុំទៅដល់ភូមិគាត់វិញខ្ញុំនឹងថតវីដេអូជូនអាប់ដេតជូនបងប្អូនទៀតអរគុណច្រើនជម្រាបបងប្អូន